វិជ្ជបណ្ឌិតបញ្ជាក់ថាការធ្វើលំហាត់ប្រាណជួយថែរក្សាសម្រស់ស្បែកនិងអាយុវែងមានមនុស្សជាច្រើនគិតថាការធ្វើលំហាត់ប្រាណជួយប្រព័ន្ធសុខភាពរឹងមាំតែមានរឿងមួយដែលអ្នកត្រូវយល់នោះគឺការហាត់ប្រាណជួយថែរក្សាសម្រស់ស្បែករបស់អ្នកបានថ្ងៃនេះយើងនឹងមកដឹងអំពីការហាត់ប្រាណជួយថែរក្សាស្បែកនិងអាយុវែងតាមបែបណាល្អ1លំហាត់ប្រាណជួយស្បែកនិងអាយុវែងការធ្វើលំហាត់ប្រាណជួយបេះដូងសួតនិងទស្សនៈផ្លូវចិត្តរបស់អ្នកនេះជាហេតុផលមួយដែលអ្នកត្រូវដឹងពីការធ្វើលំហាត់ប្រាណគឺវាជួយសម្រស់ស្បែកឲ្យមានសុខភាពល្អតាមវិជ្ជបណ្ឌិតរោគស្បែកគឺលោកស្រី Ellen Mamor បាននិយាយថាការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍សរសៃឈាមបេះដូងនិងរាងកាយរឹងមាំប៉ុន្តែអ្វីដែលសំខាន់នោះវាជួយបង្កើនចលនាឈាមរត់ឲ្យស្បែកមានសុខភាពល្អនិងអាយុវែងផងដែរតាមលោកតា Browning នៅអាយុ112ឆ្នាំគាត់បាននិយាយថាការរស់នៅឲ្យមានអាយុវែងអ្នកត្រូវចាប់ផ្ដើមធ្វើឲ្យចិត្តគំនិតនិងរាងកាយរបស់អ្នកឲ្យមានការរវល់ជាប់ជានិច្ចលោកតែងមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃវាជាមូលហេតុធ្វើឲ្យគាត់មានអាយុវែងផងដែរ2លំហូរឈាមបង្កើនសម្រស់និងអាយុវែងការធ្វើលំហាត់ប្រាណជួយបង្កើនលំហូរឈាមដើម្បីបំប៉នកោសិកាស្បែកនិងធ្វើឲ្យកោសិកាកាន់តែមានសុខភាពល្អតាមលោកស្រីវិជ្ជបណ្ឌិត Ellen Mamor មានប្រសាសន៍ថាការធ្វើលំហាត់ប្រាណជួយដល់ឈាមផ្ទុកទៅដោយអុកស៊ីសែននិងសារធាតុចិញ្ចឹមដល់កោសិកាដែលកំពុងធ្វើការនៅទូទាំងរាងកាយរួមទាំងស្បែកនិងសម្រស់វ័យក្មេងផងដែរតាមការចុះផ្សាយរបស់ Worm បានបញ្ជាក់ថាការធ្វើលំហាត់ប្រាណមិនធ្វើឲ្យស្បែកខូចនោះទេវាជួយសុខភាពកាន់តែរឹងមាំនិងរស់នៅបានយូរទៀតផងហើយវាជួយបន្សាបជាតិពុលភាគច្រើននៅក្នុងថ្លើមបានយ៉ាងល្អតាមលោកស្រី Ellen Mamor វិជ្ជបណ្ឌិតបានបញ្ជាក់ថាការធ្វើលំហាត់ប្រាណនេះជួយសួតនិងថ្លើមក្នុងការបង្កើនលំហូរឈាមជំរុញគំតិចគំទីកោសិកាចាស់ៗចេញពីរាងកាយវាជួយសម្អាតជាតិពុលពីក្នុងដើម្បីស្បែកនិងសម្រស់អ្នកស្អាតហើយរស់នៅបានយូរអង្វែងផងដែរ3បំបត្តិភាពតានតឹងនិងរក្សាសម្រស់ការធ្វើលំហាត់ប្រាណបានជួយបង្ហាញថាជួយដោះស្រាយបញ្ហាតានតឹងតាមលោក Brandy Adam ជាសាស្ត្រាចារ្យរងនិងជាប្រធានផ្នែករោគសើស្បែកកីឡានៅសាកលវិទ្យាល័យ Cincinnati មានប្រសាសន៍ថាអ្នកធ្វើលំហាត់ប្រាណជាប្រចាំជួយកាត់បន្ថយ stress និងអារម្មណ៍តានតឹងហើយជួយកាត់បន្ថយភាពចាស់ផងដែរនៅពេលអ្នកកើត stress ខ្លាំងមានលក្ខណៈមួយចំនួនដែលបង្កឲ្យកើតបញ្ហាកាន់តែធ្ងន់ធ្ងរដល់សម្រស់និងការរស់នៅរបស់អ្នកពេលអ្នកគ្មានអារម្មណ៍តានតឹងជួយកាត់បន្ថយរោគមុននិងជំងឺស្បែកមូលហេតុមកពី stress និងស្បែកមានទំនាក់ទំនងនឹងគ្នាតាមការសិក្សាបានបង្ហាញថាក្រពេញ Sebacous ដែលជាការផលិតប្រេងនៅក្នុងស្បែកត្រូវបានជះឥទ្ធិពលដោយអរម៉ូន stress ការធ្វើលំហាត់ប្រាណមិនមែនត្រឹមតែជួយដល់សុខភាពរាងកាយប៉ុណ្ណោះទេវាថែមទាំងជួយរក្សាសុខភាពស្បែកសម្រស់និងការរស់នៅបានយូរមួយកម្រិតទៀតអ្នកដែលរស់នៅមានអាយុវែងមានទម្លាប់មួយគឺរបបអាហារល្អៗនិងធ្វើលំហាត់ប្រាណជាប្រចាំនិងដោះស្រាយបញ្ហាផ្លូវចិត្តរបស់ពួកគាត់បាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតមកដល់